សូមជម្រាបសួរក៏ដូចជាសូមស្វាគមន៍ទៅដល់បងប្អូនសិស្សានុសិស្សក៏ដូចជាលោកគ្រូអ្នកគ្រូដែលកំពុងតែបង្រៀនពីចម្ងាយណាឥឡូវថ្ងៃនេះខ្ញុំមកណែនាំពីកម្មវិធីការប្រើប្រាស់កម្មវិធី Google Map ណា Google Meet ហ្នឹងគឺដើម្បីយើងបង្រៀនទៅមើលមុខគ្នាឃើញបន្ទាល់ឬក៏ប្រជុំអីយើងអាចនិយាយឆ្លើយឆ្លងគ្នាបានណាអញ្ចឹងដើម្បី down វាបានយើងត្រូវចូលកម្មវិធីមួយនេះកម្មវិធី Play Store បាទកម្មវិធី Play Store នេះនឹងសម្រាប់ពពួក Android តែពពួក iOS ផ្សេងពីនឹងទៀតណាអញ្ចឹងយើងយកចុចលើវា Play Store ហ្នឹងមកតមកយើងវាយកន្លែងនេះយើង search ដាក់ថានេះ Google Classroom ឬក៏យើងអាចដាក់ថាណា Google Meet នេះ Google Meet មានលើនេះខ្ញុំចុចលើនេះថិចយកមកនេះអញ្ចឹងវា load ឲ្យដោយសារខ្ញុំ download ហើយខ្ញុំអត់ down ទេណាអញ្ចឹងខ្ញុំសូមចេញទៅរដែលអ្វីដែលខ្ញុំ down ហើយនៅកន្លែងនេះណាយើងមកមើលនៅកន្លែងដែលខ្ញុំដាក់នេះបាទនេះបាទនេះអញ្ចឹងនៅកន្លែងនេះគឺខ្ញុំមាន Google Meet របស់ខ្ញុំគេដាក់ថា Meet ទេហ្នឹងរូបហ្នឹងអញ្ចឹងខ្ញុំដើម្បីបង្កើតថ្នាក់រៀនមួយយើងត្រូវចុចលើវាយ៉ាងមកហើយបើសិនជាយើងអត់ទាន់ sign in email យើងត្រូវបង្កើត email មក sign in នេះជ្រុងខាងលើនេះរបស់ខ្ញុំមាន email ហើយអញ្ចឹងខ្ញុំចុចលើវាមកនេះ email របស់ខ្ញុំអញ្ចឹង email របស់ខ្ញុំដាក់ឲ្យហើយអញ្ចឹងបានវាចេញរូបពីរផ្ទាំងនេះណាពីរផ្ទាំងនេះគឺវាថាយើងបង្កើតនៅអង្គប្រជុំយើងជាអ្នកបង្កើតឥឡូវយើងជាអ្នកបង្កើតណាហើយនេះគេថា join work code មានថាយើងដើម្បីបង្កើតកូដអញ្ចឹងយើងមិនបាច់ទៅលេងអីទេយើងយកពាក្យថា new meeting មកនេះ new meeting នេះអញ្ចឹងយើងចុចលើ new meeting យើងចុចលើវាអញ្ចឹងមកហើយវាមាននៅសម្រាប់លើទូរស័ព្ទដៃវាចេញមាន4ទី1មានគ្នាបកទាស់នេះបាទទី2មានរូបវីដេអូទី3មានcalendar ហើយនិង clock អញ្ចឹងយើងយកអាទី2នេះមក start ណា start in meeting នេះយើងចុចលើវាមកវាលុតនេះមួយឲ្យណាចាំមក plate បាទលុតទៀងមួយនេះឲ្យឥឡូវវាចេញរូបមុខខ្ញុំហីជួបចេញរូបមុខខ្ញុំហើយវាលុបទៀងនេះមួយអញ្ចឹងបើយើងចង់ឲ្យអ្នកណាមកចូលរួមប្រជុំមួយយើងណាយើងចុចកន្លែងនេះមាន link មួយនេះយើងចុចលើពាក្យថាជ្រុងទៅនឹងទៅគឺយើងមានថាយើង copy link ហីឃើញទេ copy link ហើយយើងទម្លាក់វាអញ្ចឹងមកតមកយើងទៅចូល Messenger ដែលយើងប្រាប់គេថាយើងនឹងចូលអង្គប្រជុំឥឡូវហ្នឹងចុចលើ Messenger ហ្នឹងមកតមកយើងអាចទម្លាក់ link ទៅឲ្យអ្នកណាមួយឥឡូវទៅហៅទម្លាក់ link ឲ្យទៅថ្នាក់កូនសិស្សមួយចុះថ្នាក់នេះមួយមកហើយយើងចុចលើកន្លែងនេះយកពាក្យជាប់មកជាប់អប់ហ្នឹងយើងយកពាក្យផាសបាទយើងចុចឲ្យជាប់យើងយកពាក្យផាសបាទចុចជាប់ពាក្យផាសហើយវាលុត link នឹងឲ្យហើយយើងចុចពាក្យ send មកឃើញទេអញ្ចឹងយើងទៅប្រាប់អង្គប្រជុំយើងថាឲ្យគាត់ចុច join លើនេះចុច join លើ link ហ្នឹងវានឹងចូលកាលណាវាចូលយើងឥឡូវខ្ញុំបេកថយក្រោយវិញបាទខ្ញុំចូលនេះអញ្ចឹងអង្គប្រជុំយើងខ្ញុំនៅដដែលខ្ញុំអត់ទាន់បាត់ទេអញ្ចឹងបាន link ហ្នឹងហើយកាលណាបាន link ហ្នឹងហើយយើងនឹងគេនឹងចូលមកយើងឥឡូវចូលមកយើងខ្ញុំបង្ហាញរូបភាពដែលខ្ញុំនិយាយធ្វើជាមួយគ្នាយើងមិញជាមួយណានេះ
កាលណាយើងចុចមកវាចេញអញ្ចឹងណាវាចេញប៉ុណ្ណឹងនេះឃើញទេហ្នឹងគឺអ្វីដែលយើងភ្ជុំយើងនិយាយហ្នឹងវាឡាក់អញ្ចឹងណាហើយវាមានទូនាទីសម្រាប់មើលមុខគ្នាឃើញអាចបិទសំឡេងបើកវីដេអូឲ្យបានទាំងអស់អញ្ចឹងខ្ញុំមកបញ្យល់ឲ្យនេះវិញតទៀតអញ្ចឹងវាលុបផ្ទាំងនឹងមួយឲ្យណាលុបផ្ទាំងមួយឲ្យដោយសារនេះអាកន្លែងវងមូលហើយនេះអាកន្លែងនេះគឺយើងបិទវីដេអូឥឡូវខ្ញុំចុចលើវាវិញនេះគឺបិទវីដេអូហើយឃើញទេឃើញតែ logo របស់ Gmail ដែលខ្ញុំដាក់ទេតើមកអានេះខ្ញុំបើកវីដេអូវិញនេះ voice បើក voice ហ្នឹងមានថាយើងអ្នកខ្លះកូនសិស្សយើងត្រូវឲ្យគាត់បិទសំឡេងកុំឲ្យថ្លង់អីហ្នឹងណាយើងបើកវិញមកណាហើយយើងប្រជុំចប់អីចប់យើងអាចចុចកន្លែងនេះចុចកន្លែងហ្នឹងបិទមកណាចុចកន្លែងក្រហមហ្នឹងប៉ុណ្ណឹងហើយនេះសញ្ញា3ត្រេនេះមានន័យថាយើងអាចផ្ញើជា Messenger យើងអាចថត screen share អីបានទាំងអស់កន្លែងហ្នឹងអញ្ចឹងមានតែប៉ុណ្ណឹងវីដេអូហ្នឹងបាទមានចម្ងល់អីអាចឆាតសួរខាងក្រោមវីដេអូហ្នឹងខ្ញុំបានណាសូមអរគុណ